ប្រយ័ត្នឆក់នៅពេលដែលបងប្អូនប្រើឆ្នាំងសាកដែលមានកលំបេះនៅក្បែរដែលឆ្នាំងសាកទូរស័ព្ទរបស់បងប្អូនវារបូតចឹងហ្នឹងវាជ្រុះជ័រនឹងអស់វារបូតជ័រនឹងអស់ថ្ងៃនេះយើងមានវិធីសាស្ត្រមួយធ្វើកុំឲ្យឆក់ងាយស្រួលកាន់នៅពេលដែលដោតទូរស័ព្ទហើយប្រើឆ្នាំងសាកនេះបានយូរអង្វែងទៀតបងប្អូនកុំភ្លេចតាមដានវីដេអូនេះឲ្យដល់ចប់តោះអញ្ចឹងយើងប្រើគម្របទឹកដបទឹកសុទ្ធនេះមួយហើយយើងរោលភ្លើងបងប្អូនយើងរោលភ្លើងដៃនេះមុនដល់យើងប្រើដៃនេះយើងរោលភ្លើងវាក្តៅបងណាយើងរោលចឹងមកបន្ទាប់មកយើងដោតវាជាមួយនឹងគម្របនេះបងប្អូនយើងដោតបញ្ចូលយើងមកដោតចឹងបងប្អូនមកខាងទៀតយើងដោតចឹងមកដោតវាធ្លុះចឹងបងប្អូនបន្ទាប់មកយើងទុកអានេះកន្លែងឆ្ងាយពីដៃប្រយ័ត្នអាលាកបន្ទាប់មកយើងប្រើកន្ត្រៃកាត់កន្លែងដែលយើងអុចមិញបន្ទាប់មកយើងយកឆ្នាំងសាកបើយើងដាក់បញ្ចូលវាបងប្អូនដាក់ចឹងមកហើយតម្រង់វាត្រង់តម្រង់វាត្រង់ចឹងបងណាបន្តមកទៀតយើងប្រើកាវទៀនដាក់វាឲ្យពេញអាហ្នឹងបងប្អូនណាដាក់វាឲ្យពេញយើងតម្រង់មើលវាឲ្យស្អាតណាបងប្អូនយើងធ្វើប្រើខ្លួនឯងបន្តមកយើងបន្តកាវទៀនអញ្ចឹងដាក់វាឲ្យពេញអាហ្នឹងបងប្អូនពេញអញ្ចឹងមកទីសានេះស្រួលណាស់បងប្អូនមើលអញ្ចឹងយល់ស្រួលធ្វើហើយបន្តមកយើងទុកវាឲ្យស្ងួតបងប្អូនណាហើយយើងសេរីកន្លែងនេះអាកន្លែងគម្របរបស់យើងនេះសេរីវាឲ្យស្អាតឲ្យវាឡងទៅដើម្បីយើងស្រួលកាន់ស្រួលបញ្ចូលនៅថ្ងៃក្រោយអញ្ចឹងយើងសេរីវាត្រង់អញ្ចឹងបងប្អូនឲ្យត្រង់ធ្លុយអញ្ចឹងមកអញ្ចឹងកុំឲ្យវីដេអូវែងពេកខ្ញុំទុកឲ្យវាស្ងួតនៅពេលដែលស្ងួតខ្ញុំនឹងបង្ហាញភាសាទៀតបងប្អូនអរគុណច្រើនស្អាតអត់បងប្អូនប៉ុណ្ណឹងអញ្ចឹងនៅពេលដែលរឹងមើលទៅសភាពវារឹងមាំធន់យើងទាញមកក៏វាអត់របួសទេបងប្អូនប្រើហើយកាន់ទៅអត់ខ្លាចឆក់ទេបងប្អូនអត់ខ្លាចឆក់ទេអញ្ចឹងមើលទៅសភាពមិនទេបងប្អូនគំនិតច្នៃប្រឌិតសម្រាប់ឧបករណ៍ប្រើប្រាស់ដែលយើងគិតថាវាប្រើលេងកាតយើងកុំបោះចោលយើងប្រើវាឲ្យតតែអស់លុយបងប្អូនឲ្យអស់សមត្ថភាពអស់ចិត្តទៅដល់ពេលដែលដោតអញ្ចឹងមកនេះបងប្អូនអេមែនប៉ុណ្ណឹងដោតអញ្ចឹងមកហើយផ្កាប់ក៏បានបងប្អូនមើលទៅមួយយ៉ាងដែរហើយនៅពេលដែលយើងកាន់កន្លែងដែលដាច់ពីមុនយើងគិតថាវាឆក់បងប្អូនណាហានិភ័យច្រើនប៉ុន្តែដល់ពេលយើងធ្វើចេះហើយអេមស្អាតប្រើបានបើសិនឯងគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេច share និង follow ម្នាក់មួយបងប្អូនអរគុណច្រើន